Ê, taoមានរឿងអីហ្នឹងមិនក៏ឯងបិទលក់ហាងចឹងពេលនេះប្រពន្ធយើងឈឺត្រូវការលុយមិនដឹងថាធ្វើយ៉ាងម៉េចទេប្រពន្ធឯងឈឺអត់លុយឯងមិនរើយើងបានហាងឯងនេះបើកប្រហែលឆ្នាំហើយមិនក៏ចង់លក់ចឹងយើងមិនចង់ឲ្យពិបាកដល់ឯងទេហើយចុះណាទៅឡានឯងលក់វាបាត់អីឯងនេះពិតជាចំមែនហើយបើហួរពិសាតែសិនទៅពិសីសុខភាពឯងយ៉ាងម៉េចហើយចាស់បងមិនអីទេបងឆាប់ទៅធ្វើម្ហូបឲ្យបងហួរញ៉ាំទៅអូមិនអីទេខ្ញុំត្រូវត្រឡប់ទៅវិញហើយបើអញ្ចឹងឯងចាំមកផ្លែទៅណាអ្នកបងបើគេត្រូវការអ្វីឲ្យខលទៅខ្ញុំទៅចាស់បងហាងរបស់លោកចង់លក់តម្លៃប្រហែលលោកជាអ្នកឲ្យតម្លៃទៅហាងរបស់លោកជាអ្នកឲ្យតម្លៃមកអញ្ចឹងខ្ញុំសុំ250000តើបានទេបើអញ្ចឹងតាមនឹងទៅ250,000អរគុណហើយលោកបងយាមអញនៅអញ្ចឹងរហូតបានទេមិនម៉ាបងខលតែបងហួនតិចទៅរកការងារធ្វើអញ្ចឹងក៏បានចាំបោសួរគេអាឡូអាហួរខ្ញុំរវល់ប្រជុំប៉ុណ្ណឹងសិនណាបងហួរគាត់ថាមិនទេអូនសំឡាញ់ឥឡូវចេះទៅពួកយើងទៅស្រុកវិញធ្វើស្រែចម្ការបងក៏មានបាយញ៉ាំអូនក៏មានបាយញ៉ាំមិនដែរបានអូនស្លាប់តាមបងនិយាយអីក៏អូនស្លាប់ដែរតោះយើងបងមុននឹងយើងទៅស្រុកអូនសុំទៅអាហារយើងបន្តិចបានទេអញ្ចឹងក៏បានតោះយើងទៅអូនសំឡាញ់ចាំនៅពេលដែលយើងមានលុយយើងបើកហាងឲ្យធំជាងនេះទៅល្អទេចាបងអូនថាម្ហូបនេះពិបាកញ៉ាំណាស់អាឡូលបងធំឡានហ្នឹងខ្ញុំបានយកមកវិញហើយបងនឹងក្រែងជាចំនួនការបងហួរមែនទេអូលោកថៅកែមកហើយនេះយកទៅបានអើយឈប់រំភើបចិត្តទៅឯងឆាប់ទៅធួមហូបទៅបណ្ដោយឲ្យចង់ភើបទៅធួមហូបហូបមិនកើតទេលបងធំអាត្រីមួយនោះវាបានលុតចេញពីផ្ទះបាត់ហើយឲ្យខ្ញុំធ្វើមិនកើតទេខ្ញុំភ័យចងប់ដល់ថានឹងផងនៅចាំឲ្យទៀតឆាប់ឡើងឆាប់ទៅឲ្យលឿនឡើងអូខេបានប៉ានេះគឺជាកាដូថ្ងៃកូនកំណើតរបស់ប៉ាថ្ងៃកំណើតរបស់ប៉ាឯងបាយឲ្យជាកាដូចានឆ្កែមកប៉ាឯងមានន័យថាម៉េចហ្នឹងប៉ាទឹកដាក់អាហារថ្ងៃក្រោយប៉ាឯងញ៉ាំបាយចានឆ្កែឯងគិតអីសម្រាប់ម៉ាក់មួយដែរឲ្យម៉ាក់ញ៉ាំបាយចានឆ្កែឈ្គួតទេនេះម៉ែត្រូវរក្សាទុកដល់ម៉ែចាស់បើម៉ែធ្វើបែកខ្ញុំនឹងខឹងហេតុអីចាស់ហើយមិនប្រឹងស្លាប់ទៀតឬនៅបែបនេះនោះពិបាកដល់កូនចៅទេកាលពីម៉ាក់នៅក្មេងលោកយាយមើលថែម៉ាក់យ៉ាងម៉េចខ្លះម៉ាក់នៅចាំទេម៉ាក់មិនឲ្យលោកយាយរបស់ឯងញ៉ាំតុកជាមួយឯងមើលទៅយាយរបស់ឯងមានក្លិនស្អុយណាស់ឯងគិតមើលញ៉ាំជាមួយគាត់កើតអត់គាត់មានក្លិនគាត់ជាម្ដាយក្មេងរបស់ម៉ាក់ដែរម៉ាក់មានសិទ្ធិអីថែគាត់មិនមែនម៉ាក់បង្កើតម៉ាក់ទេឲ្យម៉ាក់មើលថែគាត់អីទៅក៏មិនបានចិញ្ចឹមម៉ាក់ផងគាត់មិនបានចិញ្ចឹមម៉ាក់មែនប៉ុន្តែគាត់គឺជាមនុស្សនៅក្នុងគ្រួសារក្រែងគាត់គឺជាអ្នកចិញ្ចឹមប៉ាមែនទេលោកយាយគាត់បានលះបង់គ្រប់យ៉ាងដើម្បីប៉ាម៉ាក់គួរណាទៅចាប់ទុកគាត់ដូចជាម្ដាយបង្កើតនេះគឺជាថ្ងៃកំណើតប៉ាកុំមកកបញ្ហាអីថ្ងៃកំណើតប៉ាដឹងថាថ្ងៃកំណើតមានន័យថាម៉េចទេថ្ងៃកំណើតប៉ា
គឺជាថ្ងៃល្អរបស់លោកយាយក៏រស់នៅសន្សំសំចៃណាស់ដើម្បីលោកប៉ាថ្ងៃនេះប៉ាគួរតែនៅជាមួយនឹងលោកយាយដើម្បីបំពេញភាពកតញ្ញូចំពោះគាត់គួរឲ្យលោកយាយរស់នៅជាមួយយើងក្នុងវ័យចាស់ដោយសប្បាយរីករាយកុំហួសពេលហើយទៅស្ដាយក្រោយ